นึกក្នុងដំណើរជីវិតបងប្អូនអ្វីៗក៏អាចកើតឡើងបានដែរប្រៀបដូចជាបរិសម្នាក់នេះអញ្ចឹងធ្វើការប្រាក់ខែ$2,000សុកក៏នឹកឃើញស្វាយកនៅក្តីស្រមៃដើម្បីខ្លាចទៅជាថៅកែស្ដេចកាហ្វេគួរឲ្យអាណិតណាស់លក់កាហ្វេមួយថ្ងៃបានតែ$200តែធ្វើម៉េចបើជីវិតជាការតស៊ូទៅហើយដូច្នេះមានតែព្យាយាមធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ធ្វើអ្វីដែលខ្លួនឯងគិតថាធ្វើបានល្អបំផុតដើម្បីឲ្យទៅដល់គោលដៅហើយរស់នៅជាមួយនឹងអារម្មណ៍ល្អពេលវេលាល្អដែលគ្មានសម្ពាធគ្មានការចង្អុលគ្មានការបន្ទោសបង្អាប់គ្មានភាពតានតឹងបើទោះបីជាគ្មានសញ្ញាបត្រមកពីស្រុកក្រៅក៏ដោយប៉ុន្តែមានសមត្ថភាពក្នុងការចិញ្ចឹមខ្លួនឯងជាចុងក្រោយកុំភ្លេចផឹកកាហ្វេចង់ផឹកអាយឡាតេឬអាយអាមេរិកាណូក៏បានដែរឲ្យតែចេះផឹក